មកដល់ឆ្នាំ1909ព្រះសង្ឃនៅប្រទេសកម្ពុជាទទួលបន្ទុកប្រព័ន្ធអប់រំមួយដែលរួមមានសាលារៀនចំនួន1700និងមានសិស្សចូលរៀនជាង 40000 នាក់2ឆ្នាំក្រោយមកចំនួនសាលាវត្តកើនឡើងរហូតដល់ 3000 សាលាដែលទទួលសិស្សបានដល់ជាង 50000 នាក់ចំណែកនៅក្នុងសាលាដែលបារាំងគ្រប់គ្រងវិញមានសិស្សសរុបចូលរៀនតែជាង 6000 នាក់ហើយក្នុងនោះមានសិស្សខ្មែរចំនួនតែជាង 3000 នាក់តែប៉ុណ្ណោះនៅឆ្នាំ1911អនុវិទ្យាល័យស៊ីសុវត្ថិត្រូវបានបង្កើតឡើងដើម្បីបម្រើតម្រូវការសិក្សាថ្នាក់មធ្យមសិក្សានៅទីនេះសិស្សត្រូវរៀន5ឆ្នាំនៅឆ្នាំ1935អនុវិទ្យាល័យស៊ីសុវត្ថិត្រូវកែប្រែឲ្យទៅជាវិទ្យាល័យស៊ីសុវត្ថិវិញដោយពង្រីកតួនាទីបន្ថែមសម្រាប់បណ្ដុះបណ្ដាលក្របខ័ណ្ឌរដ្ឋបាលនិងបណ្ដុះបណ្ដាលគ្រូបង្រៀនសម្រាប់បឋមសិក្សាផងដែរទោះជាយ៉ាងនេះក្តីសាលាវត្តនៅតែមានតួនាទីចម្បងនិងមានបណ្ដាញទូលំទូលាយជាងគេនៅទូទាំងប្រទេសកម្ពុជាលោក François Baudouin ដែលបំពេញភារកិច្ចជាទេសាភិបាលជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជាជាច្រើនឆ្នាំជាអ្នកទទួលខុសត្រូវក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅតាមវត្តឲ្យមានប្រសិទ្ធភាពល្អជាងមុននៅឆ្នាំ1908ពេលដែលនៅធ្វើជាទេសាភិបាលប្រចាំខេត្តកំពង់ចាមនៅឡើយលោក Baudouin រួមជាមួយនឹងគ្រូបង្រៀនបារាំងម្នាក់ឈ្មោះ Menetrier បានរៀបចំកម្មវិធីសិក្សាថ្មីមួយហើយយកទៅដាក់ឲ្យអនុវត្តសាកល្បងនៅសាលាវត្តមួយនៅខេត្តកំពង់ចាមនោះការសាកល្បងនេះបានទទួលលទ្ធផលជាទីគាប់ចិត្តហើយនៅឆ្នាំ1911ព្រះបាទស៊ីសុវត្ថិទ្រង់បានចេញព្រះរាជបញ្ញត្តិបង្គាប់ឲ្យយកកម្មវិធីសិក្សាថ្មីនេះទៅអនុវត្តនៅគ្រប់សាលាវត្តទាំងអស់នៃប្រទេសកម្ពុជាកម្មវិធីសិក្សាថ្មីនៃសាលាវត្តនេះរក្សាទុកការបង្រៀនភាសាខ្មែរដដែលក៏ប៉ុន្តែគេបានដាក់បញ្ចូលមុខវិជ្ជាទំនើបបន្ថែមទៅក្នុងនោះមានមុខវិជ្ជាលេខគណិតរង្វាស់រង្វាល់ដោយប្រើប្រព័ន្ធម៉ែត្រប្រវត្តិសាស្ត្រភូមិសាស្ត្រជីវវិទ្យាក្បួនអនាម័យនិងការអប់រំសីលធម៌ជាដើមជាទូទៅគ្មានការផ្លាស់ប្ដូរណាដែលមិនមានការប៉ះទង្គិចគ្នាខ្លះនោះបានឡើយបារាំងបានជួបប្រទះបញ្ហាលំបាកមួយចំនួនជាមួយនឹងគ្រូបង្រៀនខ្មែរដែលភាគច្រើនជាភិក្ខុសង្ឃហើយមានទស្សនៈលើផ្លូវលោកខ្លះខុសពីទស្សនៈរបស់បារាំងបញ្ហាមួយទៀតដែលជាឧបសគ្គក្នុងការជំរុញវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាគឺភាពស្ទាក់ស្ទើរក្នុងការបញ្ជូនកូនឲ្យទៅចូលរៀនពីសំណាក់មាតាបិតាខ្មែរមាតាបិតាខ្មែរមិនសូវចូលចិត្តបញ្ជូនកូនឲ្យទៅចូលរៀនទេព្រោះខ្លាចបាត់កម្លាំងធ្វើស្រែចម្ការរបស់ពួកគាត់ម្យ៉ាងទៀតពួកគាត់មានទស្សនៈថាការសិក្សាមិនចាំបាច់សម្រាប់មុខរបរជាអ្នកធ្វើស្រែផងដើម្បីជំរុញឲ្យមាតាបិតាខ្មែរបញ្ជូនកូនទៅសាលារៀននៅខែមេសាឆ្នាំ1912ព្រះបាទស៊ីសុវត្ថិបានចេញព្រះរាជបញ្ញត្តិមួយអនុញ្ញាតឲ្យផាកគ្រួសារណាដែលមិនបញ្ជូនកូនទៅរៀនលើកទី1ចំនួន1រៀលហើយបើនៅតែប្រព្រឹត្តខុសជាលើកទី2ត្រូវផាក2រៀលមាតាបិតាភាគច្រើនធ្វើមិនដឹងមិនឮចំពោះព្រះរាជបញ្ញត្តិនេះទេហើយដូច្នេះហើយបានជានៅឆ្នាំ1915និងឆ្នាំ1916ព្រះអង្គទ្រង់បានចេញព្រះរាជបញ្ញត្តិមួយចំនួនទៀតព្រះរាជបញ្ញត្តិខែធ្នូឆ្នាំ1916បានចែងថាមាតាបិតាណាដែលឃាត់កូនមិនឲ្យទៅរៀនម្ដងត្រូវជាប់គុករហូតដល់5ថ្ងៃទោះបីជាមានបទបញ្ញត្តិដ៏តឹងរ៉ឹងបែបនេះក៏ដោយក៏មាតាបិតាភាគច្រើនធ្វើមិនដឹងមិនឮដដែលបញ្ហាធំមួយទៀតគឺកម្មវិធីនិងវិធីសាស្ត្របង្រៀនមានកម្រិតទៀតអ្វីបើមានបទបញ្ញត្តិឲ្យមានការកែទម្រង់សាលាវត្តក៏ដោយក៏ចាងវាងសាលាវត្តភាគច្រើនមិនអនុវត្តតាមបទបញ្ញត្តិនោះទេសេចក្តីប្រកាសរបស់រដ្ឋាភិបាលមួយផ្ញើចេញទៅសាលាវត្តនានានៅទូទាំងរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថាបទបញ្ជាទាំងឡាយមិនសូវបានគេយកទៅអនុវត្តទេហើយសិស្សក៏នៅតែបន្តរៀនតាមរបៀបចាស់ដដែលហេតុដូច្នេះហើយបានជាសិស្សទាំងនេះនៅមិនទាន់បានទទួលការសិក្សាឲ្យបានត្រឹមត្រូវទេមន្ត្រីបារាំងម្នាក់បានសង្កេតឃើញថាគ្រូបង្រៀនខ្មែរតែងតែសម្លាប់ភាពងឿងឆ្ងល់សួរដេញដោលរបស់សិស្សជិះជាងជួយធ្វើយ៉ាងណាឲ្យសិស្សមានទម្លាប់នេះដែលជាប្រការសមស្របតាមវិធីសាស្ត្រលោកបន្តថាការសិក្សាទៀតសោតក៏ច្រើនតែតម្រូវឲ្យកូនសិស្សរៀនទន្ទេញចាំមាត់
ចំណែកលំហាត់ដែលដាក់ឲ្យទៅធ្វើនៅផ្ទះវិញភាគច្រើនសុទ្ធតែជាលំហាត់សរសេរចម្លងពីសៀវភៅរៀនអានមិនសូវមានលំហាត់សម្រាប់រំញោចការគិតត្រិះរិះនិងស្រាវជ្រាវទេព្រះរាជបញ្ញត្តិឆ្នាំ1911ស្ដីពីការកែតម្រង់សាលាវត្តនោះមិនបានចែងអំពីការសិក្សារបស់កុមារីទេក្មេងស្រីៗនៅតាមស្រុកស្រែចម្ការដែលមិនអាចចូលរៀននៅសាលាវត្តជាមួយក្មេងប្រុសបានមានលទ្ធភាពស្ដួចស្ដាងណាស់ដើម្បីចូលរៀននៅសាលាក្រៅវត្តដែលនៅមានចំនួនតិចតួចណាស់នៅឡើយ